ជ្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះចន្ទធីហើយថ្ងៃនេះដែរខ្ញុំនឹង record វីដេអូដើម្បីប្រាប់អ្នកទាំងអស់គ្នាក៏ដូចជាបញ្យល់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការធ្វើតែខេសនៃបច្ចេក sprint 1 របស់ពួកខ្ញុំដើម្បីឲ្យដឹងថាតើបច្ចេករបស់ពួកខ្ញុំបានធ្វើដល់ណាហើយចំពោះបច្ចេករបស់ពួកខ្ញុំមានឈ្មោះថាPrelog Cafe POS System ដែលចំពោះការតេស្តនេះគឺពួកខ្ញុំគឺដែលចំពោះការតេស្តនេះគឺខ្ញុំតេស្តទៅលើ ស្តាំងពេខ្ញុំអត់បានតេស្តទៅលើ filter ផ្សេងទេដោយសារតែ filter របស់ខ្ញុំឬក៏ថារបស់ខ្ញុំហ្នឹងគឺខ្ញុំធ្វើទៅលើ stat ដល់ពេលអញ្ចឹងទៅខ្ញុំក៏តេស្តតែចំពោះ stat ហ្នឹងដើម្បីបញ្យល់អ្នកទាំងអស់គ្នាហើយចំពោះការតេស្តហ្នឹងវាអត់ត្រឹមត្រូវបាន 100% ទេវាត្រឹមតែ50 ទៅ 60% អីហ្នឹងឯងវាអត់ទាន់ជោគជ័យទេហើយមុននឹងការឈានទៅដល់ការ demo template របស់ខ្ញុំក៏ចង់បញ្យល់អ្នកទាំងអស់គ្នាអំពីអ្វីទៅគឺជា QA ដែល QA ហ្នឹងមានពាក្យពេញថាជា Quality Assurance ដែលតួនាទីរបស់ QA គឺត្រួតពិនិត្យ software ដើម្បីធានាថា system ហ្នឹងវាដំណើរការត្រឹមត្រូវហើយឬក៏ make sure ថាវាមិនមាន bug បើសិនជាមាន bug យើងត្រូវតែ report ទៅកាន់developer ដើម្បីឲ្យពួកគាត់ fix ថ្មីអីចឹងទៅហើយនិយាយឲ្យស្រួលចូលទៅ QA គឺគាត់ជាអ្នក test software មុនពេលដែលយើងយក design ហ្នឹងទៅឲ្យ client ឬក៏ឲ្យ user គាត់ប្រើប្រាស់អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹងនៅអ្វីទៅជា QA ហើយអញ្ចឹងតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលមកកាន់ការ demo template របស់អ្វីដែលពួកខ្ញុំបានតេស្តនៅក្នុង POS Snap ហ្នឹងដែលចំណុចអញ្ចឹងខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នានៅ line ទី1ហ្នឹងមកគឺបច្ចេករបស់ពួកខ្ញុំមានឈ្មោះថា Prelog Cafe ដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាហើយអញ្ចឹងហើយពួកខ្ញុំមកពីក្រុមទី2តែតាម platform របស់ពួកខ្ញុំគឺខ្ញុំតេស្តទៅលើ web app ខ្ញុំអត់បានតេស្តទៅលើ mobile phone អីទេand ចំពោះតែ tab របស់ពួកខ្ញុំគឺជា manual testing ដោយសារតែពួកខ្ញុំអត់សូវមាន experience ទាក់ទងជាមួយនឹងការធ្វើ automate អញ្ចឹងទៅក៏ពួកខ្ញុំតេស្តទៅលើ manual testing ហ្នឹងហ្មងទៅហើយចំពោះ date ហ្នឹងគឺពួកខ្ញុំតែមកយូរហើយប៉ុន្តែដោយសារតែវាពិបាកក្នុងការ demo ជួយអ្នកទាំងអស់គ្នាអញ្ចឹងទៅក៏ខ្ញុំតេស្តផ្សារថ្មីហើយមួយវិញទៀតក៏វាមានការឆេងតិចតួចអីអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំស្រែកថាខ្ញុំយកនៅថ្ងៃទី9 ខែ3ហ្នឹងមកទៅអញ្ចឹងចូលមកកាន់ចំណុចទី1គឺជាការធ្វើតេស្ត ID តេស្ត ID ហ្នឹងគឺជាអ្វីទៅតេស្ត ID ហ្នឹងវាគ្រាន់តែជាលេខសម្គាល់មួយទេដើម្បីឲ្យយើងដើម្បីឲ្យបច្ចេក manager របស់យើងគាត់ងាយស្រួលក្នុងការមើលអីអញ្ចឹងទៅបើសិនជាយើងអត់មានតេស្ត ID ទេអញ្ចឹងវាធ្វើឲ្យយើងពិបាកក្នុងការយើងអត់ដឹងថា order របស់វាមិនអីមិនអញ្ចឹងទៅចំណុចទី2គឺជា ticket ID ដែល ticket ID ហ្នឹងវាក៏មិនសូវខុសគ្នាជាមួយនឹង test ID នឹងបានដែរដែល ticket ID ហ្នឹងវាគឺជាលេខសម្គាល់ filter ឬក៏ថានៅក្នុងsystem management tool របស់ពួកយើងដែលពួកយើងប្រើប្រាស់ដែលចំពោះរបស់ពួកខ្ញុំគឺពួកខ្ញុំប្រើ Jira ក៏ដូចជា Git ដើម្បីធ្វើជា ticket ID ផងដែរយើងប្រើប្រាស់ ticket ID ហ្នឹងដើម្បីឲ្យdeveloper ក៏ដូចជា QA ងាយស្រួលក្នុងការតាមពី filter របស់ពួកគាត់បានយ៉ាងងាយស្រួលអញ្ចឹងចំណុចបន្ទាប់ទៀតគឺយើងត្រូវដឹងថាអ្វីទៅគឺជា title ដែល title ហ្នឹងវាគឺជាឈ្មោះរបស់ test case ដែលប្រាប់យើងថាយើងតេស្តទៅលើអ្វីគេអាហ្នឹងដូចនៅក្នុងនឹងអញ្ចឹងឧទាហរណ៍ថាពួកខ្ញុំតេស្តទៅលើ staff login ដែលមានន័យថាយើងត្រូវតែតេស្ត login ជាមួយនឹង email ក៏ដូចជា password ធ្វើម៉េចឲ្យបានត្រឹមត្រូវចំពោះ title គឺមានតែប៉ុណ្ណឹងអញ្ចឹងយើងចូលទៅកាន់ចំណុចបន្ទាប់ទៀតដែលតេស្តជាមួយនឹង test tab ដែល test tab នឹងវាគឺជាប្រភេទ testing ក្នុង table របស់ពួកយើងដែលនៅក្នុងនឹងដែរខ្ញុំនឹង demo ជូនអ្នកទាំងអស់គ្នាដែលចំពោះ test tab របស់ពួកខ្ញុំប្រើប្រាស់គឺមានចំនួន5អញ្ចឹងគឺទី1គឺជា test smoke test ដែល smoke test ហ្នឹងវាគឺជាមូលដ្ឋានដើម្បីមើលថា system អាចដំណើរការបានហើយបានឬអត់មានថាយើង login វាដំណើរការហើយឬនៅហើយ page របស់យើង open មកវាមាន slow ឬក៏វាជួបបញ្ហាអីអញ្ចឹងទៅអញ្ចឹងសរុបមកវិញបើសិនជា smoke test របស់យើងវា error អញ្ចឹង system របស់យើងក៏អាចបន្តបានដែរយើងត្រូវតែ report ទៅកាន់ develop ឲ្យពួកគាត់ fix ថ្មីបន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹងថាអ្វីទៅគឺជា smoke test ហើយអញ្ចឹងយើងមកដឹងអំពី security test ម្ដងដែល security test ហ្នឹងវាគឺជាការ test ទៅលើ security system ឧទាហរណ៍ថា
nhóm test login cho môi nâng ca wrong password hay dương wrong password chẳng bởi sân chỉ dương test wrong password cứ dương ảnh ai login ba này hơi bộ bên tiết cứ dương assign admin page cho bua staff cứ dương ảnh ai cho tại can admin page ban thì miền là admin page test để ai follow up staff ban cho bua security testing nâng cứ nằm bây thì nhiệt hai user anh ai hay cho system bọc của dân man thì nâng cứ chia security testing đây cho nói thì bấy cứ để tông cho mùi nâng functional test để functional test nâng việc cứ chia test phía thở đâm bây dân đăng tha đâm bây đăng vì đâm đời cái requirement rồi ở cho quốc ca test nâng dân miền test tam chất bọc luôn ai thì cứ dân test tam requirement tam project này chờ bỏ dưỡng gọt xin mạo dưỡng ưu thọ tha của nhóm test functional test nâng thì mỗi cứ chỉ cả upload order status tiếp cứ chỉ cả cancel order mẹ tha bớt xin cho cuộc order anh chẳng từ có dân test từ lâu về đại đã sao tại biết cứ chỉ phải thay được sẵn khăn plan ngân tiền ơi trong này trong cái cứ chỉ cả bớt xin để cả payment dân cứ từ tại đại đã sao tại biết cứ chỉ requirement rồi có giải requirement bảo project này cho bảo dân cật ban ở dân tại đây cho nói tí 4 cứ chỉ functional cho môi nâng UI đây functional cho môi nâng UI nâng bên hai cứ chỉ ca đây logic bột cho môi nâng interface ô thao tha đây sao tại nơi không requirement bỏ mũi nhóm có miền đôi chia cả load notification son phòng đài thời bộ bên tiết cứ chia bột tông behavior bỏ dưỡng anh nâng dân có tại đây đã sao tại biết cứ chia logic hay viết cho môi nâng interface and cho này một tập tiết cứ tệ tông cho môi nâng perform test performance đây test performance nâng miền tha đây test performance nâng miền tha cứ chỉ ca test là bữa này system ô tha tha dashboard bảo của dân vì load tha được ọt hay p để customer có order cho nâng có miền active ai được ọt chẳng cho performance nâng mơ tha system bảo dân slow nữa có vì miền bằng hai được ọt cho performance chạy ở vô tới cứ dân test từ là bươn bảo system bảo của dân nâng bởi dân chỉ slow lệ cái nào bẹp tha bởi dân chỉ bị bây sự khả năng nâng việt ấy tệ bẹp tha bởi dân chỉ việc lơ vì mùi ấy tí tới anh nâng việc cứ chia bằng hà dân trơ tại report từ căn develop phòng đài and dân ở chỗ test step bảo của dân cứ miền tại pram nâng tế dân cho mà căn trên này một top cứ tệ tôn cho mùi nâng per condition nâng việc cứ chia lẹ khăn đai trơ tại miền môn về để dân phơi tại đôi để nhóm prap này tặng nhìn chẳng thay dân phơi tại dân miền tại tại tam chất bảo dân thì dân trơ tại miền được chia cả phơi tại plan là mấy thằng dân trong tay ta lười kê dân miền tại tam chất bảo dân thì bây giờ này dân tay tam chất bảo dân vì ai thua ở dân r hay dân có ai thua miền ha ai thua dân cho làm ấy chẳng á chẳng chẳng sau một bánh per condition năng viên cứ chia lại khăn này dân tự miễn một về dân thôn tài u thao thá nhóm tay từ lớn staff account exit một về để dân tay login dân tự miễn account chừng một sân bởi sân chỉ giờ chụp bộ cái năng nhóm riêng của bạn bây giờ này tự nhiên tích để xa tay nhóm ăn sơ vô này dân cho tại căn cho này tập tiết cứ tệ tôn cho mùi nâng ca thơ test step nâng vi cứ chơi chấm hiên đặc chủ s rồi thơ nằm bày test system nâng ô thao thai nhóm trong thô page login in trong tờ tí mũi test step tí mũi bảo nhóm cứ nông trơ tại open login page bây giờ mắc nhóm enter email đôi chị enter password thấy click login viên nâng bằng hai thang execute step bảo nhóm bởi vì success viên nâng trên beta success beta hai việc success thế viên nâng alert beta anh nâng lệ cái nào beta bây giờ tay error tới viên nâng tranh chiếm sa mistake anh chẳng tờ chẳng chú bố tại step ở dưỡng cứ viên cứ chấm hiên này dương trơ tại tay đau mùi chụp bùa test step dân cho ấy dân cho tại cam tay đã tam đòn
ដែលតែ data ហ្នឹងវាគឺជាតែដែលយើងប្រើនៅក្នុងការធ្វើតេស្តរបស់យើងឧទាហរណ៍ថាខ្ញុំនេះគឺជា start អញ្ចឹងទៅយើង enter start ប្រេឡងGmail របស់យើងអីចឹងណាហើយ data ដែល QA ប្រើនៅក្នុងការតេស្តហ្នឹងវាគឺជា data ដែល QA ត្រូវតែប្រើក្នុងការធ្វើតេស្តព្រោះដោយសារតែ requirement របស់យើងគឺយើងអាចប្រើ Gmail អីផ្សេងបានទេបើសិនជា staff យើងត្រូវតែប្រើ Gmail របស់ staff បើសិនជា login យើងត្រូវតែបើសិនជា admin យើងត្រូវតែប្រើ Gmail របស់ login យើង admin យើងត្រូវធ្វើទៅលើ admin និយាយស្រួលយល់ទៅ data ដែល QA ប្រើតែ data ហ្នឹងវាគឺជា data ដែលប្រើនៅក្នុងការធ្វើតេស្តហ្នឹងឯងអញ្ចឹងចូលទៅកាន់ចំណុចបន្តទៀតគឺតាក់ទងជាមួយនឹង expected result ដែល expected result ហ្នឹងគឺជាការរំពឹងទុកឬក៏ជាលទ្ធផលដែល QA រំពឹងថា system របស់យើងនឹងធ្វើបានត្រឹមត្រូវដល់អ្វីដែលយើងចង់បានហ្នឹងគឺជាការ respect មានថាវាជាការរំពឹងទុកហ្នឹងឧទាហរណ៍ថាយើង login អញ្ចឹងអាហ្នឹង login success អញ្ចឹងវាគឺជា expected result របស់យើងហើយយើងគិតថាវាគួរតែមានដោយអ្វីដែលយើងចង់បានប៉ុន្តែអារំពឹងហ្នឹងយើងអត់គិតថាវាជោគជ័យឬក៏បរាជ័យទេប៉ុន្តែបើសិនជាយើងរំពឹងហើយយើងរំពឹងថាអាហ្នឹងយើងជោគជ័យហើយអញ្ចឹងវានឹងជោគជ័យហើយប៉ុន្តែអា result ហ្នឹងវាអត់ប្រកាសថាវាជោគជ័យទេឬក៏វាអាហ្នឹងវាជាអ្វីដែលយើងបានរំពឹងទុកណាព្រោះការរំពឹងទុកវាមិនអាច make sure ថាវាបាន 100%ទេចំពោះចំណុចបន្តទៀតគឺតាក់ទងជាមួយនឹង actual result ដែល actual result ហ្នឹងវាគឺជាអ្វីដែលយើងរំពឹងចង់ឲ្យវាខ្លាយជាការពិតឬក៏ជាលទ្ធផល result ដែល system នឹងបង្ហាញការពិតអាហ្នឹងវាជាអ្វីដែលវាជាការពិតការដែលយើងតេស្តឃើញឧទាហរណ៍ថាពេលយើងតេស្ត login success ហើយមានថាអាកន្លែង actual result ហ្នឹងវាប្រៀបធៀបជាមួយនឹង expected result របស់យើងនឹងឯងវាអត់ខុសគ្នាប្រហែលទេគាត់ថា expected result គឺជាអ្វីដែលយើងបានរំពឹងហើយ actual result គឺជាអ្វីដែលយើងបានរំពឹងនឹងឯង and tested by ហ្នឹងវាគ្រាន់តែវាអត់ស្អីសំយ៉ាងប៉ុន្មានទេវាគ្រាន់តែជាតេស្តដោយពីណាគេអីចឹងទៅអាហ្នឹងឧទាហរណ៍ថា tested by ខ្ញុំឈ្មោះចន្ទធីអញ្ចឹងឈ្មោះរបស់ខ្ញុំគឺ test by ដោយចន្ទធីនឹងឯងtested date tested date ហ្នឹងtested date គឺជាថ្ងៃទីខែឆ្នាំដែលយើងបានតេស្តនៅបច្ចេករបស់យើងនឹងឯង and ចំពោះកន្លែងនេះវាជា status ហ្នឹងចង់សំដៅទៅលើថាជាការបង្ហាញគឺជាការបង្ហាញលទ្ធផលលទ្ធផលតេស្តរបស់យើងឧទាហរណ៍ថានៅក្នុងនឹងខ្ញុំមាន3ខ្ញុំមានដូចជា pass fail ហើយនិង not run ដែល pass ហ្នឹងមានថាវាជាអ្វីដែលយើងបានជោគជ័យហើយវាកំពុងតែដំណើរការនៅបច្ចុប្បន្នហ្នឹងដែលចំពោះ fail គឺមានន័យថាអ្វីដែលយើងបានតេស្តហ្នឹងវាបរាជ័យហើយវាអត់ជោគជ័យគឺវាបរាជ័យហើយដែលនិយាយស្រួលយល់ទៅអា fail ហ្នឹងវាគឺជា bug found ដែលយើងអត់ដឹងថាវាបរាជ័យដោយសារអីទេ and មួយវិញទៀតគឺជា not run ដែល not run យើងហ្នឹងមានថាយើងអត់ទាន់បានតេស្តទេយើងគ្រាន់តែយើងទៅសេនៅក្នុង document ហើយប៉ុន្តែចំពោះ result ដែលយើងបាន build ហ្នឹងគឺយើងអត់ទាន់បានតេស្តទេអញ្ចឹងចំពោះ status របស់យើងគឺមានតែប៉ុណ្ណឹងយើងចូលទៅកាន់ចំណុចបន្តទៀតគឺតាក់ទងជាមួយនឹង remark ដែល remark ហ្នឹងគឺជាការ add note ឬក៏ការ explain អីចឹងទៅអាហ្នឹងឧទាហរណ៍ថាខ្ញុំតេស្តទៅលើ login ហើយactual result ហើយ expected result របស់ខ្ញុំពឹងថាពេលខ្ញុំ login ហើយវាទទួលបានជោគជ័យអីចឹងទៅប៉ុន្តែ actual result របស់យើងគឺយើងគ្រាន់តែចាប់ផ្ដើម develop វាទេ and status របស់ខ្ញុំគឺខ្ញុំអត់ទាន់បានតេស្តវាទេ and comment របស់យើងគឺ in progress មានថាវាកំពុងតែដំណើរការចំពោះអញ្ចឹងសរុបមកវិញការធ្វើតេស្តក្នុងការ create ក្នុងការតេស្តរបស់ពួកខ្ញុំគឺខ្ញុំមាន16 តេស្ត case ដែលចំពោះនឹងគឺវាអត់ទាន់ជោគជ័យទាំងអស់ទេពេលខ្លះគឺវាជោគជ័យហើយខ្លះក៏អត់ទាន់ជោគជ័យទេអញ្ចឹងខ្ញុំក៏ចង់បង្ហាញអ្នកទាំងអស់គ្នាជាមួយនឹង bug report ស្រាប់ផងដែរថាអ្វីដែលពួកខ្ញុំអត់ទាន់បានជោគជ័យឬក៏ពេលយើងតេស្តទៅយើងឃើញមានបញ្ហាអីចឹងណាទៅយើងក៏ធ្វើការបក report ហ្នឹងទៅកាន់ developer ដើម្បីឲ្យពួកគាត់ fix ថាថ្មី
បន្តែពេលហ្នឹងខ្ញុំក៏ចង់បញ្ជាក់អ្នកទាំងអស់គ្នាដែរថាពេលដែលខ្ញុំតេស្តហ្នឹងពេលបើក report ហ្នឹងគឺអត់មាន developer គាត់ជាអ្នកទៅនេះឯងទៅ fake ឯងដោយសារតែ position របស់ខ្ញុំក្នុង project មួយហ្នឹងខ្ញុំជា developer ហើយខ្ញុំក៏ជា QA អញ្ចឹងពេលដែលខ្ញុំតេស្តហើយពេលដែលខ្ញុំតេស្តនេះពេលខ្ញុំតេស្តនេះហើយពេលខ្ញុំទៅតេស្ត result ឃើញវាបរាជ័យឃើញវាអត់ដូចអ្វីដែលយើងចង់បានខ្ញុំក៏ធ្វើ blog report នេះដើម្បីទៅតេស្តខ្លួនឯងដោយសារតែដូចដឹងអញ្ចឹងថាយើងមានការងាររៀងៗខ្លួនដោយសារយើងធ្វើការងារជាក្រុមអញ្ចឹងទៅខ្ញុំក៏ត្រូវ manage ទៅលើខ្ញុំត្រូវតែមាន responsibility មានទំនួលខុសត្រូវទៅលើថាដែល Scrum របស់ខ្ញុំគាត់បាន manage ឲ្យអញ្ចឹងយើងចូលមកកាន់ការធ្វើ bug report ដែលចំពោះ bug report របស់ខ្ញុំគឺខ្ញុំអត់មានច្រើនទេគឺខ្ញុំមានតែ4នឹងទេដែលមុននឹងចូលទៅកាន់ការ demo ជូនអ្នកទាំងអស់គ្នាខ្ញុំក៏ចង់បញ្យល់អ្នកទាំងអស់គ្នាផងដែរថាអ្វីទៅគឺជា bug report ខ្ញុំក៏សូមទោសអ្នកទាំងអស់គ្នាដែលសារតែខ្ញុំអត់ដឹងថាគេហៅ bug report ឬក៏ bug report ទេតែចំពោះខ្ញុំហៅ bug report អញ្ចឹងបើសិនជាការអានរបស់ខ្ញុំខុសទៅខ្ញុំសូមទោសអ្នកទាំងអស់គ្នាផងដែរអញ្ចឹង bug report ហ្នឹងវាគឺជា document ឬក៏ជា report ដែល QA សរសេរដើម្បីរាយការណ៍ពីបញ្ហាដែលយើងដែល QA តែឲ្យបានជួបហ្នឹងដើម្បី report ទៅក្នុង system ហ្នឹងដើម្បីឲ្យ developer គាត់ fix អាថ្មីដែលគោលបំណងរបស់ bug report ហ្នឹងគឺប្រាប់ developer ថាបញ្ហាដែលយើងបញ្ហាយើងតែនឹងមានបញ្ហាអ្វីគេខ្លះហើយយើងហើយ developer គាត់អាច reproduce box ឬក៏ fix box នឹងសារថ្មីដែល reproduce box នឹងមានថាយើងchange កំហុសរបស់យើងណា and ហើយខ្ញុំក៏មានឧទាហរណ៍ស្រាប់នៅក្នុង project របស់ខ្ញុំនឹងផងដែរឧទាហរណ៍ថានៅក្នុង project របស់ពួកខ្ញុំដោយសារតែនៅក្នុងហ្នឹង sound notification របស់ពួកខ្ញុំគឺខ្ញុំអត់ទាន់មានទេនេះតើតោះជាមួយនឹង sound notification អញ្ចឹងទៅនឹងក៏វាជាដែលខ្ញុំត្រូវតែធ្វើ blog report ជូនទៅកាន់developer ដែរហើយមួយវិញទៀត dashboard របស់ពួកខ្ញុំគឺដល់យឺតខ្លាំងមែនទែនវាមិនយឺតខ្លាំងប៉ុណ្ណាវាត្រឹមតែ10ទៅ20 second អញ្ចឹងទៅអញ្ចឹងខ្ញុំគិតថា10ទៅ20 second វាអាចនឹងយឺតដែរបើសិនជាយើងគ្រាន់តែ click ចូលវាហ្មងទៅវា load ទៅកាន់ dashboard ហ្មងទៅខ្ញុំគិតថាអានឹងវាស្រួលប៉ុន្តែអានឹងវារៀង10ទៅ20 second អញ្ចឹងទៅខ្ញុំគិតថាអានឹងវាយូរអញ្ចឹងក៏ខ្ញុំគិតថាខ្ញុំត្រូវតែធ្វើ blog report ដើម្បីទៅកាន់ developer គាត់ fix អាថ្មីហើយមួយវិញទៀត order របស់ខ្ញុំគឺអត់បង្ហាញទេអាចនិយាយបានថាមកពីcustomer ក៏អត់ទាន់ lock អត់ទាន់ scan QR អីចឹងទៅដោយសារតែដូចដឹងស្រាប់អញ្ចឹងគឺខ្ញុំធ្វើទៅលើ staff ទេអញ្ចឹងអាហ្នឹងខ្ញុំគិតថាបែរជាវាជាបញ្ហាមួយដែរខ្ញុំក៏សម្រេចថាreport ទៅដើម្បី fix វាសាថ្មីអញ្ចឹងសរុបមកវិញblog report ហ្នឹងវាគឺជា document ដែលយើងទៅសេដើម្បី report ទៅកាន់ developer ថាយើងជួបបញ្ហាគេខ្លះកំឡុងពេលដែលយើងតេស្តហ្នឹងអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹងថាអ្វីទៅគឺជា bug report ហើយខ្ញុំនឹងទៅបញ្យល់ពី template របស់ពួកយើងនៅនឹងហ្មងទៅដែលនៅក្នុងហ្នឹងគឺខ្ញុំមានដូចជា bug ID ដែល bug ID ហ្នឹងវាគឺជាលេខសម្គាល់របស់ bug នីមួយៗដូចនៅក្នុងហ្នឹងអញ្ចឹងយើងមានដូចជា bug 001 bug 002 bug 003 និង bug 004យើងប្រើ bug ID ហ្នឹងដើម្បីឲ្យងាយស្រួលថាសម្គាល់ដើម្បីឲ្យdevelop គាត់ងាយស្រួលក្នុងការ fix អីចឹងទៅ and ចូលមកកាន់ចំណុចបន្តទៀតគឺតកតងជាមួយនឹង bug description ដែល bug description ហ្នឹងមានន័យថាវាគឺជាការពណ៌នានៅបញ្ហាដែលយើងនិយាយមានថាជាការពណ៌នាពីបញ្ហាបែបខ្លីៗអីចឹងណាអាហ្នឹងឧទាហរណ៍រៀលៗហ្មងគឺ new order sound notification is not playing មានថាពេលដែលយើង order ទៅ notification ហ្នឹងវាអត់ alert ទេវាអត់ឮ sound ទេអញ្ចឹងអាហ្នឹងខ្ញុំគិតថាវាគឺជាការព័ត៌មានខ្លីៗ and device ហ្នឹងមានថាវាជាឧបករណ៍ដែលពួកយើងបានប្រើដើម្បីតេស្តដែលខ្ញុំគឺប្រើជ្រោមដើម្បីជ្រោមឬក៏ browser ដើម្បីតេស្តនៅ project របស់ពួកខ្ញុំហើយមួយទៀតយើងអាចនិយាយបានថាយើងប្រើcomputer ឬក៏យើងប្រើអីអញ្ចឹងទៅ and ចំពោះខ្ញុំគឺខ្ញុំប្រើជ្រោម browser ដើម្បីតេស្តនៅ project មួយហ្នឹង and ចំណុចបន្ទាប់ទៀតគឺstep to execute
ដែល step to execute ឬក៏យើងហៅមួយទៀតថា step to reproduce វាគឺជាជំហានដែលធ្វើឲ្យ bug នឹងកើតឡើងយើងតេស្តដើម្បីយើងរកបញ្ហាត្រូវអត់អញ្ចឹងយើងក៏ត្រូវធ្វើតាម step execute នឹងដែរដើម្បីថាបញ្ហានឹងវាកើតឡើងតាមរបៀបណាព្រោះយើងក៏ត្រូវសិក្សាពីបញ្ហានឹងផងដែរដែលជំហានទី1ដើម្បីរកអា step execute ហ្នឹងវាទី1គឺយើងត្រូវដោយសារតែខ្ញុំសុំនិយាយពេលខ្លះខ្ញុំអាចនិយាយពី internet អីចឹងណាទី1គឺខ្ញុំ open ទៅលើstep dashboard អញ្ចឹងខ្ញុំ open ទៅលើ step ទី1គឺខ្ញុំ open ទៅលើ step dashboard ដែលទី2គឺ place a new order from customer side and ទី3គឺ wait for notification និយាយស្រួលយល់ទៅអា step execute ហ្នឹងគឺជាជំហានដែលធ្វើឲ្យរបស់វាកើតឡើងអាហ្នឹងខ្ញុំយល់តែខ្លួនឯងខ្ញុំមិនដឹងថាគួរបញ្យល់អ្នកទាំងអស់គ្នាមិនទេនិយាយstep execute ហ្នឹងវាគឺជាជំហានដែលធ្វើឲ្យ bug ហ្នឹងកើតឡើងអញ្ចឹងចំពោះ step execute ហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងក៏ចូលមកកាន់ expected result ហ្នឹងវាក៏អត់ខុសជាមួយនឹង test case ដែរវាដូចគ្នាទេអញ្ចឹងខ្ញុំឧទាហរណ៍ថាពេលដែល customer គាត់ order ទៅហើយវា load notification តែមួយឯងអាហ្នឹងវាគឺជាអ្វីដែលយើងបានរំពឹងទុកដោយសារតែក្នុង requirement ហ្នឹងយើងក៏មាន notification ពេលដែលcustomer គាត់នៅពេលដែល customer ហ្នឹងគាត់ order អញ្ចឹងនឹង load notification ដើម្បីឲ្យ staff ហ្នឹងគាត់ដឹងថាមាន customer គាត់ order អីអញ្ចឹងទៅ and ចំណុចបន្ទាប់ទៀតគឺអ្វីទៅគឺជា exo result ដែល exo result ហ្នឹងវាគឺជាអ្វីដែល system ធ្វើយ៉ាងពិតប្រាកដវាគឺជាអ្វីដែលយើងបានរំពឹងទុកដោយអានឹងអញ្ចឹង expected result យើងរំពឹងថានៅពេលដែល customer គាត់ order មកគាត់យើង system របស់យើងនឹង load notification ត្រូវអត់អញ្ចឹង expected result របស់យើងគឺពេលដែល customer គាត់ order មកគឺអត់មាន load sound ឬក៏ notification អីទេអញ្ចឹងនឹងក៏ជាbug report របស់យើងមួយដែលវា system របស់យើងគឺវាអត់ alert អីទេអញ្ចឹងខ្ញុំនឹង zoom ឲ្យអ្នកទាំងអស់គ្នាបានឃើញថានឹងវាគឺជា screenshot របស់ពួកខ្ញុំវាជាផតាងដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាហ្មងទៅទាក់ទងជាមួយនឹង screenshot ដែល screenshot ហ្នឹងមានន័យថាវាគឺជារូបថតឬក៏ជាបញ្ហាដែលយើងបានជួបដើម្បីបង្ហាញអំពី bug ដែលយើងបានជួបហ្នឹងហើយធ្វើឲ្យ developer គាត់យល់បានលឿនមួយវិញទៀតវាក៏ជាឫសគល់ថាយើងមានបញ្ហាបែបប្រកបអីចឹងទៅនិយាយស្រួលយល់ទៅ screenshot ហ្នឹងវាគឺជាផតាងដើម្បីបញ្ជាក់ថាយើងជួបបញ្ហានឹងពិតមែនបើសិនជាយើងតេស្តហើយយើងអត់មានបញ្ហាឲ្យគេមើលគេក៏អត់មានថាគេក៏អត់ហ្នឹងពិបាកគេក៏អត់ជឿដែរបើសិនជាយើងជួបបញ្ហាហើយយើងអត់មានអីជាផតាងអីគេអញ្ចឹងណាអញ្ចឹងចំពោះអញ្ចឹងសរុបមកវិញ bug report របស់យើងគឺមាន bug ID ដែល ID ហ្នឹងវា bug ID ហ្នឹងគឺជាលេខសម្គាល់របស់ bug របស់ពួកយើង and ទី2គឺជា bug description ដែល bug description គឺជាការព័ត៌មាននៅបញ្ហាខ្លីៗ and ទី3គឺជា device គឺជាឧបករណ៍ដែលយើងសម្រាប់ធ្វើតេស្ត and ទី4គឺជា step execute ជំហានដែលធ្វើឲ្យ bug របស់យើងកើតឡើងទី5គឺ exo result អ្វីដែលវាកើតឡើងការពិតនិយាយថាពេលយើងរំពឹងហើយអានឹងកើតឡើងការពិតហ្មងប៉ុន្តែយើងប៉ុន្តែវាមិនមែនមានន័យថាពេលយើងរំពឹងហើយវាទទួលបានជោគជ័យ 100% ទេវាពេលខ្លះវាអាចនឹងបរាជ័យវាអាចនឹងផាអីចឹងទៅអែចំណុចចុងក្រោយគឺតេតងជាមួយនឹង screenshot វាគឺជាផតាងដែលយើងបញ្ជាក់ថាអ្វីដែលយើងបានតេស្តហ្នឹងគឺវាបរាជ័យពិតមែនអញ្ចឹងខ្ញុំក៏ចង់ demo project របស់ពួកខ្ញុំដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញផងដែរដែលចំពោះ project របស់ពួកខ្ញុំគឺខ្ញុំមានទាំង back end និង front end ផងដែរអញ្ចឹងខ្ញុំក៏បានតាមវាហើយដែរហើយ
ខ្ញុំក៏ចង់បង្ហាញ database របស់ពួកខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលផងដែរ database របស់ខ្ញុំគឺថាកាហ្វេព្រៃឡង់វារៀង slow បន្តិចហើយអ្នកទាំងអស់គ្នានេះគឺជាresult របស់ពួកខ្ញុំដែលនេះវាអត់មាន notification អីទេដោយសារតែជាភ្នែក staff ព្រោះ staff របស់យើងគឺត្រូវតែទទួលបានពី customer អញ្ចឹងទៅវាក៏អត់សូវមានព័ត៌មានអីច្រើនដែរវាតិចតួចហើយណាមួយអាហ្នឹងproject របស់ខ្ញុំក៏វារៀង slow ដែរហើយនេះគឺជា staff order ដែលយើងអាចមើល line ហ្នឹងមានថាជា customer របស់យើងកំពុង order and completed នឹងមានថាយើងអាចកំពុងយើងមានថាយើងយកអ្វីដែល customer គាត់ចង់បានហ្នឹងហើយ complete ហ្នឹងថាបំពេញរួចរាល់ហើយ and cancel យើងក៏អាចមើលឃើញដែរថាពេលដែល customer គាត់ cancel ហ្នឹងគាត់សុំទោសអ្នកទាំងអស់គ្នាដោយសារតែខ្ញុំភ្លេចបើក back end អញ្ចឹងទៅខ្ញុំនឹងទៅបើក back end ម្ដងទៀតសិនអញ្ចឹងចំពោះខ្ញុំអត់ដឹងថាមកពីបញ្ហាអីទេដោយសារតែរាល់ដងគឺខ្ញុំមានជាមួយនឹងការ live អីចឹងទៅនេះគឺជា flow table របស់ពួកយើងដើម្បីឲ្យយើងដឹងថាតើ table មួយណាដែលយើង free ហើយ table មួយណាដែល customer របស់យើងកំពុងតែអង្គុយនៅនឹងដោយសារតែពេលខ្ញុំ demo លោកមុនហ្នឹងវាមានប៉ុន្តែលើកហ្នឹងគឺវាអត់មានទេខ្ញុំអត់ដឹងថាមកពីបញ្ហាអីដែរប៉ុន្តែអញ្ចឹងក៏ចូលទៅចំណុចបន្តទៀតទៅទាក់ទងជាមួយនឹង receipt ដែល receipt របស់ពួកខ្ញុំហ្នឹងគឺជា receipt history មានថាពេលដែល customer គាត់ buy ហើយវានឹងចូលមកនៅកន្លែងហ្នឹងហ្មងដើម្បីឲ្យទុកជា receipt ប៉ុន្តែអាហ្នឹងគឺយើងអាច print បានទេប៉ុន្តែយើងអាចលុបបានចំណុចបន្តទៀតគឺទាក់ទងជាមួយនឹង order history ដែល order history ហ្នឹងមានថាគឺជាពេលដែលគាត់ order ហើយ history តាក់ទងជាមួយនឹងការ print receipt អីវានឹងនៅកន្លែងហ្នឹងហ្មងវាអត់ទៅកន្លែងផ្សេងទេ and ចំពោះកន្លែងហ្នឹងយើងក៏អាចដាក់ dark moon អីបានដែរប៉ុន្តែដោយសារតែ dark moon ហ្នឹងខ្ញុំគិតថាវាអត់សូវស្អាតប៉ុន្មានទេអញ្ចឹងទៅវាមើលទៅក៏អត់សូវស្អាតកន្លែងណាដែរប៉ុន្តែខ្ញុំគិតថាពួកខ្ញុំអាចទទួលយកបានដោយសារតែវារៀងពិបាកដែរចំពោះពួកខ្ញុំហើយនេះគឺជាកន្លែង log out វាទៅប៉ុណ្្នឹងឯងអញ្ចឹងចំពោះការ demo template របស់ខ្ញុំក៏ដូចជាការ demo project របស់ខ្ញុំមានតែប៉ុណ្ណឹងជាចុងក្រោយអរគុណលោកគ្រូក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាក៏ដូចជាអ្នកទាំងអស់គ្នាដែលបានចូលមើលនៅវីដេអូមួយហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសប្បាយចិត្តហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត Goodbye have a nice day